គ្នាចាដល់ម៉ោងដែលត្រូវសារប្រៃហើយបើកយ៉ាងណនចាបើកយ៉ាងណនចាហើយយកត្រីចូលទូទឹកកកបងប្អូននេះមើលណែអូយត្រីកេះធំដូចចន្ទោកត្រីកេះត្រីកថបងប្អូនចាធំល្អណាស់ត្រីកេះប្រឡាក់មានត្រីកេះស្អោត្រីកេះប្រឡាក់គ្នាកុំភ្លេចជួយ follow page និង like page ខ្ញុំម្នាក់មួយបងប្អូនណាជួយចុច subscribe ឬក៏សញ្ញាកណ្ដឹង channel YouTube ខ្ញុំម្នាក់មួយផងមកណាអរគុណច្រើនចាណៃបងប្អូនអើយឆ្លៀតហាលខែនឹងខែភ្លៀងវាអត់មានថ្ងៃត្រឹមត្រូវដល់ពេលអញ្ចឹងឲ្យតែបើកថ្ងៃបានបន្តិចនឹងឆ្លៀតហើយឥឡូវតែយើងឆ្អិនល្អនៅត្រីរស់ធម្មជាតិពុកម៉ែបងប្អូនណាមានពីររសជាតិនេះត្រីរស់ប្រៃប៊ីចេងនេះត្រីរស់ផ្អែមមកឆ្ងាញ់ហ្មងអត់ប្រៃខ្លាំងអត់ផ្អែមខ្លាំងហើយមានប្រឡាក់អំបិលតិចម្ទេសតិចចឹងទៅបងប្អូនអើយតាមបងប្អូនកំងត្រីកេះណាល្អក្លឹងបងប្អូនត្រីកេះស្ងួតនេះមកឃើញទេពេលដែលយើងហាលឆ្អិនទៅមើលសាច់ត្រីកេះយើងឡើងសក្បោះហើយហាលមានអនាម័យចឹងឲ្យស្អាតភ្លឹងហើយអត់មានប្រឡាក់អីកកទេបងប្អូនអើយសាច់ត្រីកេះឡើងស្អាតភ្លឹងបងប្អូនគាត់នឹងឃើញសាច់ត្រីកេះក៏ដឹងថាស្អាតប៉ុណ្ណាហើយហាលស្ងួតឆ្លៀតមិនមែនមានថ្ងៃខែនឹងខែភ្លៀងនេះត្រីឆ្លូនបងប្អូនឲ្យធំអស់លេយើងខែហ្នឹងហើយមើលគេដេកឡើងស្អាតសភ្លឹងមានរបៀបរៀបរយគឺឆ្អិនហើយច្រើនណាស់ថ្ងៃនេះភាសាពុកម៉ែបងប្អូនគាត់កំងច្រើនគ្រាន់តែថាបើថ្ងៃភ្លាមឆ្លៀតហាលភ្លាមច្រើនមែនតើមិនតែប៉ុណ្្នឹងទេបងប្អូននៅទៀតច្រើនមែនតើកន្លែងណាក៏មានបងប្អូននៅសាច់ត្រីល្អក្លឹងអញ្ចឹងស្នាដៃមានលក្ខណៈណាផ្អែមឆ្ងាញ់រសជាតិឆ្ងាញ់គ្រប់មុខបងប្អូនកំងតំណងបានភេទមានលក្ខណៈផ្ទាល់បងប្អូនណាហើយមានឆ្ងាញ់នេះហើយមានប្រៃប៊ីចេងមកល្មមមិនប្រៃខ្លាំងពេកមិនអីទេមកឆ្ងាញ់និយាយទៅបងប្អូនដែលធ្លាប់ទិញស្នាដៃមានលក្ខណៈដឹងហើយរសជាតិត្រីងៀតឆ្ងាញ់បែបណាប៉ុណ្ណាអនាម័យប៉ុណ្ណាដឹងហើយល្អបងប្អូនអើយមើលសាច់ត្រីឡើងស្មូតគឺថាល្អគ្រប់ត្រីតែម្ដងគ្រាន់តែថាបើកថ្ងៃភ្លាមសមុកហាលដើម្បីរៀបចំឲ្យម៉ួយគាត់យកច្រើនមាន50-60 គីឡូ100 គីឡូបងប្អូនគាត់អញ្ជើញមកពីប្រទេសក្រៅគាត់មកលេងស្រុកខ្មែរគាត់ទៅវិញគាត់វិចខ្ចប់ហើយម្នាក់មកកេះពីកេះគាត់គ្រប់គីឡូក៏គាត់ថែមកេះថែមទៀតដែរអញ្ចឹងអ្នកលក់គឺត្រូវប្រញាប់រួសរាន់ឆ្លៀតឲ្យតែបើកថ្ងៃឆ្លៀតហាលតាមពិតវាអត់មានថ្ងៃណាច្រើនមកប្រហែលនេះខែហ្នឹងបងប្អូនដឹងស្រាប់ហើយខែភ្លៀងដោយសារតែមេឃភ្លៀងរហូតមើលតែមេអាងឹតភ្លៀងប៉ុន្តែឆ្លៀតសំខាន់គឺឆ្លៀតបានហាលឲ្យតែបើកថ្ងៃទាញត្រីដាក់ចេញភ្លៀងអរគុណច្រើនពុកម៉ែបងប្អូនគ្នាចាដល់ម៉ោងដែលត្រូវសារប្រៃហើយបើកយ៉ាងណនចាបើកយ៉ាងណនចាហើយយកត្រីចូលទូទឹកកកបងប្អូននេះមើលណែអូយត្រីកេះធំដូចចន្ទោកត្រីកេះត្រីកថបងប្អូនចាធំល្អណាស់ត្រីកេះប្រឡាក់មានត្រីកេះស្អោត្រីកេះប្រឡាក់ណាចឹងបងប្អូនតែការកំងងាយខលមកលឿនជាងឆាបធម្មជាតិអត់មានគីមីធ្វើផ្ទាល់ដៃនេះខ្ញុំមានលក្ខណៈចាសីថានៅចិត្តពលានយន្តហោះពោចិនតំបងប្អូនណានៅស្រុកខ្មែរ